អ្នកទាំងអស់គ្នាកុំយល់ច្រឡំថានៅពេលដែលយើងទ្រាំចាវាគឺជាអ្វីដែលការពីផ្លូវចិត្តរបស់យើងឬក៏វាជាដំណោះស្រាយល្អចាការទ្រាំបើសិនជាយើងទ្រាំត្រឹមម្ដងពីរដងគឺវាជារឿងដែលអាចថាយើងប្រើការអត់ធ្មត់ប៉ុន្តែបើសិនជាការទ្រាំរហូតទៅជាទម្លាប់ចាដោយភាគីម្ខាងទៀតបានមើលរំលងឬក៏មិនបានឃើញពីការលះបង់របស់អ្នកទាំងអស់គ្នាមិនបានឃើញពីភាពអត់ធ្មត់របស់អ្នកទាំងអស់គ្នានេះចាអ្នកទាំងអស់គ្នាត្រូវដឹងនៅពេលដែលអ្នកទាំងអស់គ្នាផ្ទុះអាការទ្រាំនឹងម្ដងគេណូតអាកំហុសម្ដងនឹងឯងគេថាអ្នកទាំងអស់គ្នាកាចគេថាអ្នកទាំងអស់គ្នាឆៅឆាគេថាអ្នកទាំងអស់គ្នាជាមនុស្សបែបនេះបែបនោះទៅតាមការវិនិច្ឆ័យរបស់គេចា4 10 ដងទៀតដែលយើងធ្លាប់តែអត់ធ្មត់ធ្លាប់តែទ្រាំនឹងគេមើលឃើញទេព្រោះវាបានខ្លាចទៅជាទម្លាប់ចាសាំនឹងភ្នែកអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាប្រតិកម្មម្ដងដែលខុសរាល់ដងហ្នឹងគេណូតអាម្ដងហ្នឹងចាអញ្ចឹងក្នុងកសែភ្នែកអ្នកដតីចាគេចាប់តែចំណុចដែលខុសរាល់ដងរបស់អ្នកទាំងអស់គ្នាទេអញ្ចឹងបើអត្តចរិតយើងបែបណាយើងព្យាយាមរក្សាព្រំដែនពីដើមមកតែម្ដងគឺល្អជាងចាឧទាហរណ៍ថាក្នុងតំណែងណាក៏ដោយមិនថាប្តីប្រពន្ធក៏ដោយមិនថាបងប្អូនសាច់ញាតិអីក៏ដោយព្យាយាមរក្សាតំណែងព្រំដែនមួយចាកំណត់ព្រំដែនរក្សាផ្លូវចិត្តខ្លួនឯងមិនឲ្យអ្នកណានិយាយប៉ះពាល់ឬក៏ប៉ះទង្គិចឬក៏មើលងាយលើយើងបាននោះទេចាកុំគិតថាគេនិយាយប៉ះពាល់ផ្លូវចិត្តយើងឬក៏និយាយឌៀមដាមឬក៏និយាយបែបចំអកលក់លើយហ្នឹងចាត្រឹមតែម្ដងពីរដងហ្នឹងវាជារឿងធម្មតាព្រោះនៅពេលដែលអ្នកទាំងអស់គ្នាតែងតែទ្រាំចំណុចហ្នឹងថ្ងៃណាមួយដែលអ្នកទាំងអស់គ្នាចាប់ផ្ដើមប្រតិកម្មពេលនោះហើយដែលអ្នកទាំងអស់គ្នាខ្លាចជាបុគ្គលអាក្រក់ចាអញ្ចឹងបើយើងដើម្បីរក្សានៅអាសេចក្តីសុខផ្លូវចិត្តរបស់យើងហើយកុំឲ្យអាក្រក់ក្នុងភ្នែកអ្នកដទៃចាគឺដូចខ្ញុំនិយាយមកអញ្ចឹងរក្សាព្រំដែនកំណត់ព្រំដែនជាមួយនឹងបុគ្គលគ្រប់គ្នាចាយើងមានសិទ្ធិបដិសេធយើងមានសិទ្ធិការពារខ្លួនឯងក្នុងការដែលរក្សាអ្វីមួយកុំឲ្យប៉ះទង្គិចដល់ផ្លូវចិត្តរបស់យើងចាអញ្ចឹងការដែលយើងបដិសេធមិនមែនជាកំហុសរបស់យើងទេចាអរគុណ